សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀប live វីដេអូទៅ Facebook Page ដោយប្រើទូរទស្សន៍ប៉ុស្តិ៍អ្វីដែលពិសេសហើយធ្វើឲ្យយើងកាន់តែងាយស្រួលជាងយើង live ធម្មតាគឺថាយើងមិនបាច់ចាំបើកទូរស័ព្ទឬក៏កុំព្យូទ័រចោលរហូតដល់ live ចប់ទេដែលយើងគ្រាន់តែដាក់វីដេអូចូលហើយចុច Go Live ទៅគឺយើងអាចបិទទូរស័ព្ទឬក៏កុំព្យូទ័របានហើយទុកឲ្យទូរទស្សន៍ប៉ុស្តិ៍រ៉ាប់រងការ live ទាំងអស់ហ្នឹងរហូតដល់ចប់ទៅតាមអ្វីដែលយើងបានកំណត់អ្វីដែលកាន់ពិសេសទៀតនោះគឺក្នុងពេលតែមួយយើងអាច live ទៅបានច្រើនហើយក្នុង live នីមួយៗហ្នឹងយើងអាច live ទៅច្រើន page បានទៀតហើយយើងអាចដាក់វីដេអូច្រើនឲ្យវា live បន្តគ្នាដោយចាប់មួយចូលមួយចាប់មួយចូលមួយអញ្ចឹងទៅហើយមុននឹង live ទៅហ្នឹងយើងអាចកែវីដេអូឲ្យហើយបានទៀតដោយយើងអាចបដូរទំហំត្រឡប់ពវល់ក្របកែលម្អឿនកាត់ trim កែពណ៌បដូរសលេងដាក់ watermark ពីលើវីដេអូជារូបភាពជាវីដេអូឬក៏យើងអាចសរសេរអក្សរក៏បានឥឡូវយើងចាប់ផ្ដើមដោយបើក website tubetopost.com នៅលើ browser ហើយយើងត្រូវ login ចូលទៅក្នុង account របស់យើងបើសិនជាយើងអត់ទាន់មាន account ទេសូមចុះឈ្មោះសិនណាហើយរបៀបចុះឈ្មោះសូមមើលវីដេអូមុនបន្ទាប់មកយើងចូលកន្លែងនេះហើយមកដល់កន្លែងនេះយើងនឹងឃើញប្រវត្តិនៃការ live របស់យើងពីមុនមកហើយដើម្បី live ថ្មីទៀតយើងចុច new stream បន្ទាប់មកយើងត្រូវចុចលើ account ដែលជា admin page ដែលយើងចង់ live ទៅនឹងបន្ទាប់មកទៀតនៅក្នុង block add video នេះគឺសម្រាប់ឲ្យយើងដាក់វីដេអូចូលដែលយើងអាចដាក់ជា link ក៏បានឬក៏ upload ពីក្នុងទូរស័ព្ទឬក៏ computer ក៏បានក្នុង tab URL នេះយើងអាចដាក់ link វីដេអូដែលអាចយកពី Facebook YouTube TikTok ដូចយើង Instagram X Pinterest អីចឹងទៅហើយនៅមានច្រើនទៀតដែលវា support ដែរអញ្ចឹងណាហើយយើងអាចដាក់ម្ដងមួយ link ឬក៏ច្រើនក៏បានដោយដាក់មួយ link មកបន្ទាត់ឥឡូវខ្ញុំសាកយកវីដេអូពីក្នុង YouTube យកមកដាក់នេះចូលមួយហើយបើយើងចង់ដាក់វីដេអូផ្សេងទៀតយើងធ្វើដូចគ្នាទៅដោយយើងយកមកផាសចូលនៅបន្ទាត់ខាងក្រោមបន្តអញ្ចឹងណាបើយើងចង់ upload យើងចុចកន្លែងនេះមកហើយយើងរើសយកវីដេអូកន្លែងនេះពេលយើងដាក់វីដេអូច្រើនអញ្ចឹងទៅគឺវានឹង live វីដេអូទាំងអស់ហ្នឹងម្ដងមួយបន្តគ្នាយើងក៏អាចកែវីដេអូបានដែរដោយយើងចុចពលាកន្លែង video editor នេះតែសូមបញ្ជាក់ថាតើយើងប្រើចាប់ពីកម្រង business មួយខែ$10ឡើងទៅទើបយើងអាចប្រើមុខងារកែវីដេអូនេះបាននៅក្នុងវីដេអូនេះខ្ញុំសូមមិនលម្អិតពីរបៀបកែវីដេអូទេដោយសារខ្ញុំបានលម្អិតនៅក្នុងវីដេអូមុនហើយឬក៏ចាំខ្ញុំចេញវីដេអូថ្មីដាច់ដោយឡែកមួយទៀតពាក់ព័ន្ធទៅនឹងរបៀបកែវីដេអូនេះក្នុងនេះយើងអាចបដូរទំហំវីដេអូត្រឡប់ពវល់បរិចបរួមបដូរល្បឿន trim យើងអាចបន្ថយបន្ថែមពលឺ mic ឬក៏បដូរសលេងហើយកន្លែងនេះយើងអាចដាក់ពីលើវីដេអូរបស់យើងជារូបភាពជាវីដេអូឬក៏យើងសរសេរអក្សរក៏បានដែរបន្ទាប់ពីកែហើយយើងអាចមើលលទ្ធផលដោយយើងចុចកន្លែង preview នៅខាងក្រោមខាងស្ដាំនេះបន្ទាប់មកបើសិនជាយើងចង់ apply អ្វីដែលយើងបានកែហ្នឹងទៅគ្រប់វីដេអូទាំងអស់ដែលយើងគ្រាន់តែចុច apply to all វីដេអូនេះទៅជាការស្រេចខាងក្រោមនេះសម្រាប់ឲ្យយើងសរសេរ title ហើយនិង captionហើយកន្លែង aspect ratio នេះគឺសម្រាប់ឲ្យយើងបដូរទំហំវីដេអូយើងអាចរើសយកទំហំសមាមាត្រណាមួយជាការ៉េជាទម្រង់ផ្ដេកបញ្ឈរឬក៏យើងរើសយក keep នេះដើម្បីរក្សាទំហំដើមចំណែកកន្លែង resolution នេះគឺសម្រាប់ជ្រើសរើសគុណភាពវីដេអូរើសយកកាន់តែខ្ពស់វីដេអូយើងកាន់តែច្បាស់តែវាអាស្រ័យទៅលើគម្រោងដែលយើងបានជាវដែរបើយើងជាវគម្រោងធំយើងរើសបានគុណភាពខ្ពស់អញ្ចឹងទៅកន្លែងលូបនេះគឺសម្រាប់កំណត់ចំនួនដងឲ្យវាចាក់វីដេអូហ្នឹងពីដើមសារមកវិញបើយើងជ្រើសរើសយក0បានន័យថាពេលដែលវាចប់វីដេអូគឺវានឹងបិទ live តែម្ដងតែបើយើងរើសយកក្រៅពីហ្នឹងគឺវានឹងចាក់សារឡើងវិញទៅតាមចំនួនដែលយើងបានរើសតែក្នុងករណីដែលយើងរើសយក anon គឺវានឹងចាក់សារឡើងវិញដោយមិនកំណត់ចំនួនទេរហូតដល់អស់ម៉ោងទៅតាមគម្រោងដែលយើងបានជាវអាចថា2ម៉ោង4ម៉ោង6ម៉ោងឬក៏8ម៉ោងអីចឹងទៅវាបិទ live
ខាងក្រោមនេះបើសិនជាយើងចង់ like ទៅ page ណាខ្លះយើងគ្រាន់តែគ្រីស page ហ្នឹងទៅឥឡូវខ្ញុំសាក like ទៅពី page នេះកន្លែងនេះខ្ញុំសូមបញ្ជាក់ផងដែរថាជាគោលការណ៍របស់ Facebook គឺយើងមិនអាច like ទៅ page ណាដែលមានចំនួន follower តិចជាង100នាក់ទេហើយនឹង page ថ្មីអាយុក្រោម60ថ្ងៃក៏យើងមិនអាច like បានដែរអញ្ចឹងខ្ញុំគ្រីសយក page 2ខាងក្រោមនេះចុះដោយសារ page ខាងលើមានចំនួន follower តិចពេកតែមុននឹងចុច go live យើងអាចសារ៉េកន្លែងនេះដើម្បីកុំឲ្យវាដំណើរការលឿនពេកព្រោះយើងត្រូវការពារ Facebook account របស់យើងកុំឲ្យ Facebook ចាប់ជាទូទៅយើងអាចដាក់5វិនាទី10វិនាទីតែក្នុងករណីដែល account របស់យើងមិនសូវរឹងមាំយើងអាចរើសយកឲ្យយូរជាងនឹងក៏បានបន្ទាប់មកយើងចុច go live នេះទៅគឺវានឹងចាប់ផ្ដើមដំណើរការអូខេឥឡូវវាចាប់ផ្ដើម live ហើយដោយនៅក្នុងនេះយើងអាចពិនិត្យមើលស្ថានភាពហើយនឹងព័ត៌មានផ្សេងៗអំពីវីដេអូ live របស់យើងឥឡូវយើងចូលទៅមើលនៅលើ page មើលដោយយើងអាចចុច link នេះតែម្ដងក៏បាននេះឃើញហើយវាកំពុងតែ live ហើយអញ្ចឹងយើងចូលទៅមើលលើ page មួយទៀតមើលនេះឃើញដូចគ្នាណាមកដល់ត្រឹមនេះយើងអាចបិទទូរស័ព្ទឬក៏កុំព្យូទ័ររបស់យើងបានហើយបើយើងចង់បិទ live របស់យើងមុនកំណត់យើងអាចចុចប៊ូតុង end live នេះបានអូខេអ្នកទាំងអស់គ្នាងាយទេខ្ញុំសូមបញ្ចប់វីដេអូតែត្រឹមនេះហើយបើមានបញ្ហាអីកុំស្ទាក់ស្ទើរអីអាចតាក់ទងមកតាមនេះបានហើយខ្ញុំនឹងរីករាយឆ្លើយជូននិងដោះស្រាយរាល់បញ្ហាអរគុណសូមជម្រាបលា